សួស្តីបងប្អូនថ្ងៃនេះខ្ញុំនឹងបងប្អូនមកមើលពីការងារកសិកម្មមួយដែលគេធ្វើនៅតាមចការនៅតាមស្រែឬក៏នៅក្នុងប្រទេសកូរ៉េខាងត្បូងឬការលេថ្នាំនិងការបាញ់ថ្នាំការពារដំណាំនៅប្រទេសកូរ៉េកសិករយើងយកចិត្តទុកដាក់ខ្លាំងទៅលើការថែទាំដំណាំព្រោះសត្វល្អិតនិងជំងឺរុក្ខជាតិអាចធ្វើឲ្យដំណាំខូចនិងប៉ះពាល់ដល់ទិន្នផលជាអាចលក់បានតម្លៃទាបបើសិនជាដំណាំយើងល្អយើងអាចលក់បានតម្លៃខ្ពស់មុនពេលបាញ់ថ្នាំកសិករត្រូវពិនិត្យមើលដំណាំជាមុនសិនថាតើមានសត្វល្អិតជំងឺឬសញ្ញាខូចខាតនៅលើស្លឹកឬដើមឬអត់បន្ទាប់មកត្រូវជ្រើសរើសផលិតផលដែលសមស្របនឹងដំណាំដែលបញ្ហាដែលកំពុងកើតឡើងចំណុចសំខាន់គឺត្រូវអានស្លាកនិងធ្វើការណែនាំរបស់ផលិតផលជានិច្ចយើងត្រូវមើលថ្នាំអញ្ចឹងណាតែយើងគួរប្រើថ្នាំមួយណាហើយមើលផ្លាកមើលអីអញ្ចឹងណានៅពេលរៀបចំបាញ់ថ្នាំសុវត្ថិភាពគឺជារឿងសំខាន់បំផុតអ្នកបាញ់ថ្នាំគួរតែស្លៀកបំពាក់ស្លៀកសម្លៀកបំពាក់ការពារបើអត់មានទេយើងគ្រាន់តែពាក់ស្រោមដៃនិងម៉ាស់និងឧបករណ៍ការពារសមស្របដើម្បីកាត់បន្ថយជាមួយនឹងសារធាតុគីមីថ្នាំនឹងចូលបង្កឲ្យបង្កគ្រោះថ្នាក់ដល់សុខភាពអីចឹងណាហើយការលាយថ្នាំយើងមិនចេះតែលាយទេណាយើងត្រូវស្មានត្រូវមើលតាមបរិមាណនិងវិធីដែលមានចែងនៅលើកំប៉ុងថ្នាំយើងណាហើយទើបពីរៀបចំរួចកសិករប្រើម៉ាស៊ីនបាញ់ថ្នាំដែលសមស្របនឹងទំហំចការនៅប្រទេសកូរ៉េក៏មានឧបករណ៍និងម៉ាស៊ីនច្រើនប្រភេទជួយការងារកសិកម្មឲ្យកាន់តែមានភាពងាយស្រួលពេលបាញ់ថ្នាំគូជាវាបាញ់នៅពេលខ្យល់ខ្លាំងឬក៏ពេលក្តៅខ្លាំងក៏មិនគួរបាញ់ដែរអញ្ចឹងណាព្រោះថ្នាំអាចហោះទៅកន្លែងផ្សេងឬប៉ះពាល់ដល់ដំណាំផ្សេងឬក៏ប៉ះពាល់ដល់សត្វនិងបរិស្ថានក្តៅខ្លាំងធ្វើឲ្យដំណាំយើងខូចផងដែរហើយការបាញ់ថ្នាំមិនមានន័យថាតើយើងបាញ់ច្រើនទើបល្អអត់ទេណាគឺសំខាន់គឺយើងត្រូវប្រើថ្នាំនឹងឲ្យបានត្រឹមត្រូវតាមបរិមាណនិងពេលវេលាដែលបានណែនាំបន្ទាប់ពីបាញ់រួចក៏ត្រូវយកចិត្តទុកដាក់លើរយៈពេលដែលត្រូវរងចាំមុនពេលប្រមូលផលដោយអនុវត្តតាមការណែនាំរបស់ផលិតផលអញ្ចឹងណាកាលណាតែយើងបាញ់ថ្នាំហើយយើងឆាប់ប្រមូលផលវានឹងអាចប៉ះពាល់ដល់សុខភាពណាហើយនៅប្រទេសកូរ៉េហ្នឹងគឺការយកដំណាំទៅលក់គឺគេត្រូវត្រួតពិនិត្យមើលពីគុណភាពមើលពីផលប៉ះពាល់មើលពីបន្លែនឹងមានជាតិគីមីមានថ្នាំគីមីមានអីអត់អីចឹងណាហើយការងារកសិកម្មនៅប្រទេសកូរ៉េយើងមើលទៅដូចសាមញ្ញប៉ុន្តែជាស្ដែងត្រូវការកម្លាំងការយកចិត្តទុកដាក់និងបទពិសោធន៍ច្រើនមើលទៅសាមញ្ញតែពេលលក់បានលុយច្រើនកសិករត្រូវតាមដានដំណាំជាប្រចាំដើម្បីដឹងថាតើដំណាំមានបញ្ហាអ្វីហើយត្រូវការពារនិងថែទាំបែបណានេះគឺជាវីដេអូដែលខ្ញុំថតពីការលាយថ្នាំពីការបាញ់ថ្នាំការប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំការពារដំណាំសម្រាប់បងប្អូនដែលចូលចិត្តមើលជីវិតរស់នៅនិងការងារនៅការធ្វើកសិកម្មនៅប្រទេសកូរ៉េសូមជួយចុច like follow subscribe share Facebook page ហើយនិង channel YouTube ដើម្បីជាការលើកទឹកចិត្តក្នុងការធ្វើវីដេអូបន្តទៀតពីប្រទេសកូរ៉េអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាជួបគ្នានៅវីដេអូក្រោយអរគុណ